បើទៅលេងខេត្តបាត់ដំបងបងប្អូនអរគ្នាចូលចិត្តទៅលេងកន្លែងណាខ្លះមកថ្ងៃនេះពួកយើងនឹងនាំបងប្អូនទៅលេងខាងខេត្តបាត់ដំបងរយៈពេល1ថ្ងៃទៅដើរលេងសប្បាយៗទៅដើរថតរូបស្អាតៗជាពិសេសមកបាត់ដំបងលោកនេះពួកយើងបានស្គាល់កន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាតមួយកន្លែងនេះហើយនៅអត់ឆ្ងាយពីក្រុងបាត់ដំបងប្រហែលទេជិះតែ30គីឡូពីបាត់ដំបងពួកយើងនឹងបានមកដល់ហើយមកលេងខេត្តបាត់ដំបងលោកនេះពួកយើងមានពេលតែ1ថ្ងៃទេហើយក៏ចង់នាំបងប្អូនអរគ្នាទៅស្គាល់3កន្លែងស្អាតៗនៅក្នុងខេត្តបាត់ដំបងមកដើរលេងបែបជាលក្ខណៈ local ហើយជាពិសេសគឺខ្ញុំសប្បាយចិត្តមែនទែននៅពេលដែលពួកយើងបានទៅស្គាល់កន្លែងថ្មីៗនៅខាងបាត់ដំបងនេះបងប្អូនអញ្ចឹងកន្លែងទី1នេះគឺយើងបានទៅលេងនៅខាងភ្នំសំពៅដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដែលពួកយើងតែងតែស្គាល់ហើយថានៅទីនេះគឺល្បីមែនទែននៅពេលល្ងាចគឺមានហ្វូងប្រជាជនច្រើនមែនទែនហោះចេញពីល្អាងភ្នំហើយបើសិនជាបងប្អូនចង់ទៅលេងគួរតែទៅល្បាក់ម៉ោង4ម៉ោង5ព្រោះថាម៉ោងចន្លោះហ្នឹងគឺប្រជាជននឹងអាចចេញមកអញ្ចឹងណាបងប្អូនកន្លែងទី2ដែលខ្ញុំទៅលេងនេះគឺជាកន្លែងកាហ្វេមួយកន្លែងដែលមើលទៅចាប់អារម្មណ៍មែនទែនកន្លែងរបស់គេនេះមានឈ្មោះថាអរិយវ័នខ្ញុំពិតជាសរសើរការច្នៃប្រឌិតរបស់គាត់មែនដែលគាត់បានចេះរៀបចំមើលទៅឡើងតាក់ទាញហ្មងបងប្អូនមកដល់កន្លែងខ្ជួនអញ្ចឹងហានីតូចរបស់ខ្ញុំអត់ថតរូបមិនបានហើយពួកយើងក៏បានយកមកជាមួយនឹង Vivo V70 មកថតរូបស្អាតៗចែកជូនដល់បងប្អូនទាំងគ្នាទស្សនាហើយនេះគឺជាកន្លែងទី3ដែលជាកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាតដែលមានឈ្មោះថាបឹងកំវិញពួយកន្លែងនេះគឺជាកន្លែងថ្មីមួយទៀតសម្រាប់ពួកយើងដែលពួកយើងបានទៅស្គាល់សម្រាប់សកម្មភាពនៅនេះគឺគេអាចជួលជាទូកជិះមើលថ្ងៃលិចជាពិសេសគឺយើងអាចទៅអង្គុយនៅលើផ្ទះទឹកនៅកណ្ដាលបឹងតែម្ដងអង្គុយមើលថ្ងៃលិចដ៏ស្រស់ស្អាតបែបនេះគឺមានអារម្មណ៍ថាក្តីសុខហ្មងបងប្អូនហើយសម្រាប់ដំណើរកម្សាន្តលើកនេះពួកយើងមកជាមួយនឹង Vivo V70 ជាដៃគូដ៏សំខាន់ក្នុងការថតរូបក៏ដូចជាថតវីដេអូអាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាតគ្រប់ប្លង់ហើយមកជាមួយនឹងការថតវីដេអូកម្រិត 4K 60 frame ជួយឲ្យវីដេអូរបស់យើងកាន់តែច្បាស់ហើយកាន់តែត្រជាក់ភ្នែកមាន Vivo V70 ប្រៀបបានដូចជាមានកាមេរ៉ាអាជីពកម្រិតខ្ពស់ក្នុងហោប៉ៅដែលអាចយកទៅដំណើរកម្សាន្តគ្រប់ទីកន្លែង Vivo V70 So Clear So Pro អញ្ចឹងដំណើរកម្សាន្តនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាហើយបើស្រឡាញ់ចូលចិត្តជាមួយនឹងវីដេអូពួកយើងកុំភ្លេចចុច follow ម្នាក់មួយផងណាហើយពួកយើងនឹងជួបគ្នាក្នុងវីដេអូក្រោយៗទៀតបាយបាយ Vivo